ពីអត្តចរិតរបស់ប្រជាពលរដ្ឋខ្មែរតាំងពីខ្ញុំកើតមកខ្ញុំរៀននៅសាលាហើយខ្ញុំធ្លាប់ឮអ្នកជិតខាងរបស់ខ្ញុំគាត់និយាយអំពីអត្តចរិតរបស់ខ្មែរគាត់តែងតែលើកមោទនភាពរបស់ខ្មែរជាពិសេសគឺគាត់និយាយថាប្រជាពលរដ្ឋខ្មែរហ្នឹងគឺជាពូជអ្នកចម្បាំងខ្ញុំចេះតែគិតក្នុងចិត្តថាចុះបើពូជអ្នកចម្បាំងមិនក៏បាត់ដីវាធំណាស់ហើយចេះតែបាត់រហូតហើយចុះពូជអាណាដែលវាអត់ចេះច្បាំងទេឬយ៉ាងម៉េចហើយចុះបើអត់ចេះច្បាំងហេតុអ្វីបានជាគេយកដីរបស់យើងបានហើយចុះអាពូជអ្នកចម្បាំងហ្នឹងមិនក៏ដីចេះតែរួមទៅវាត្រូវតែមានហេតុតើហេតុអីបានទៅជាអញ្ចឹងដល់ពេលខ្ញុំសង្កេតយូរទៅខ្ញុំឃើញថាវាមានចំណុចខ្សោយមួយចំនួនធំដែលត្រូវតែកែប្រែគេថាការទទួលយកចំណុចខ្សោយរបស់ខ្លួនថានឹងគឺជាចំណុចខ្សោយពិតប្រាកដរបស់ខ្លួននោះគឺជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍខ្លួនហើយត្រង់ចំណុចហ្នឹងបងប្អូនបានខ្ញុំហ៊ានធ្វើ challenge ជាមួយនឹងប្រជាប្រដ្ឋខ្មែរគេថាយើងមកបន្ទោសមកបង្អាប់មើលងាយខ្មែរតែខ្ញុំយល់ថាខ្មែរត្រូវតែទទួលយកនៅចំណុចខ្សោយរបស់ខ្លួនពីព្រោះបើមិនទទួលយកចំណុចខ្សោយរបស់ខ្លួនទេចំណុចចាប់ផ្ដើមនៃការកែប្រែក៏អត់មានដែរអញ្ចឹងបានមានពេលខ្លះខ្ញុំនិយាយលេងខ្ញុំនិយាយថាគេថាពូជខ្មែរពូជចម្បាំងខ្ញុំថាអញមើលទៅមិនឃើញពូជច្បាំងផងអញឃើញតែពូជឆ្លោះហើយឆ្លោះនឹងទៀតសោតប្រកែឆ្លោះតែគ្នាឯងដល់ពេលទៅក្រៅអញញប់អញ្ចឹងមែនអត់ហើយមើលហេអានឹងមើលងាយខ្មែរត្រូវតែចេះលើកតម្កើងខ្មែរខ្ញុំថាអញអត់ចេះលើកតម្កើងសោះអាដាក់ក៏មិនចេះដាក់អាលើកតម្កើងក៏មិនចេះលើកតម្កើងអាឃើញបណ្ណាថាប៉ុណ្ណឹងហ្មងគណៈបកខ្លះគេមានគោលនយោបាយលើកតម្កើងស្ត្រីអ្នកសារព័ត៌មានច្រើនណាស់គេសួរគណៈបករបស់យើងថាតើមានគោលនយោបាយលើកតម្កើងស្ត្រីខ្ញុំថាស្ត្រីស្មើមកខ្ញុំតាំងពីយូរដឹងលើកទៅកន្លែងណាទៀតអ្នកលើកនឹងប្រហែលដាក់គេនៅសង្គ្រាមញ៉ាបានលើកយកមកដាក់ឲ្យស្មើនេះឬក៏គេនៅស្មើហើយផងលើកឲ្យខ្ពស់អាលើកឲ្យខ្ពស់ក៏អត់លើកអាមើលងាយដាក់ទៅក្រោមក៏អត់មើលងាយក្នុងចិត្តរបស់យើងគឺស្មើតាំងពីយូរប៉ុន្តែស្ត្រីខ្លួនឯងតើតែធ្វើចរិតមិនឲ្យខ្លួនឯងនឹងស្មើនឹងអ្នកដទៃហើយចេះតែមកខឹងគេឲ្យគេលើកតម្កើងខ្លួនឯងឧទាហរណ៍នៅតាមរោងចក្រអីជាដើមកម្មករស្រីច្រើនណាប៉ុន្តែកម្មករស្រីហ្នឹងគាត់ទៅឈរឈ្មោះជាតំណាងសហជីពតែស្រីហ្នឹងពេលជ្រាយកត្រេតញីចង់ធ្វើអធិសហជីពអីដល់ពេលប្របទៅឈរស្រីហ្នឹងបើឲ្យប្របទៀតស្រីហ្នឹងអត់មានបោះអត់ញ៉ៃទេហើយចេះតែលើកតម្កើងមិនខ្ញុំមើលឃើញប៉ុណ្ណាខ្ញុំថាប៉ុណ្ណឹងគេថាយើងត្រូវតែចេះលើកតម្កើងខ្មែរខ្ញុំថាអត់គ្រាន់ទទួលយកការពិតទេមានចំណុចឯណាទៅចាប់ដើមក្នុងការអភិវឌ្ឍខ្ញុំឃើញចំណុចខ្សោយខ្មែរនោះណាឆាប់ជឿនេះមួយឆាប់ជឿអត់មានហេតុផលទេរស់នៅតាមទម្លាប់អត់ដែលគ្រប់ពិនិត្យមើលថាទម្លាប់ហ្នឹងវាត្រូវអត់ទេដឹងតែប្រពៃណីទំនៀមទម្លាប់សាសនារបស់យើងត្រូវតែការពារហ្មងទៅប៉ះបន្តិចចង់រកវាយឯងហ្មងសាររើប្រពៃណីទំនៀមទម្លាប់គាត់ខ្ញុំថាស្ទើរតែរឿងបញ្ហាមនុស្សល្អរត់គេចពីអំពើអាក្រក់ឲ្យអំពើអាក្រក់រីករាលដាលមកហើយប្រើពាក្យថាតូនអើយសំទៅកម្មពៀវាមានអាណាធ្វើអំពើអាក្រក់ទួងតែបានអំពើអាក្រក់ទេកូនគាត់ទៅអាផ្លូវហ្នឹងក្នុងជីវិតរស់នៅជាក់ស្ដែងក៏អញ្ចឹងក្នុងរឿងកុនលខោនក៏អញ្ចឹងខ្ញុំឃើញរឿងខ្មែរចុងក្រោយដឹងថាតួអាក្រក់ហ្នឹងងាប់មកដើម្បីបង្ហាញថាឃើញអត់ធ្វើអំពើអាក្រក់ចុងក្រោយងាប់ចុងក្រោយវេទនាណាប៉ុន្តែវេទនាហ្នឹងណាមិនអ្នកដែលត្រូវបានគេជិះជាន់ហ្នឹងទៅធ្វើឲ្យអាមនុស្សអាក្រក់ហ្នឹងវេទនាទេណាគាត់រត់គេចចាប់អានោះវេទនាដល់ខ្លួនវាមកមានអាណាផ្សេងទៅធ្វើបាបមកប៉ុន្តែគាត់ត្រូវបានគេជិះគាត់ហ្នឹងមិនងើបបាយវិញអស់នោះវេទនាទេណានេះគឺជាជំនឿមួយមកថាតែធ្វើល្អដឹងតែបានល្អធ្វើអាក្រក់ដឹងតែបានអាក្រក់តែក្នុងធម្មជាតិនេះអត់ចឹងផងអាណាខ្លាំងអានឹងឈ្នះតែអាក្រក់នឹងវាខ្លាំងវាឈ្នះរហូតក៏លេខហើយដីវាមិនមែនចឹងផងក្នុងធម្មជាតិពិតអាណាខ្លាំងអានឹងឈ្នះប៉ុន្តែក្នុងសតិអារម្មណ៍របស់ប្រជាប្រដ្ឋខ្មែរទាំងក្នុងជីវភាពរស់នៅក៏អញ្ចឹងទាំងក្នុងកុនលខោនអប់រំក៏អញ្ចឹងគឺថាចុងក្រោយតួអាក្រក់នឹងដឹងតែងាប់ដឹងតែវេទនាប៉ុន្តែមិនមែនការឲ្យកណ្ដាប់ដៃអ្នកដែលត្រូវបានជាធ្វើបាបនោះគាត់ងើបតវ៉ាទេវាទៅជាមានរឿងស្អីណាហាក់បីដូចជារឿងប្រអិនប្រព្រំវាសនាគូមកថាអំពើអាក្រក់អញ្ចឹងវាត្រូវតែរលាយនៅថ្ងៃណាមួយមិនខានក៏ទៅអញ្ចឹងនេះគឺជាផ្នែកកំណត់មួយទៀតដែលយើងយល់ថាវាខុសយើងមើលឃើញថាវាខុសចឹងហ្មងដល់ពេលអញ្ចឹងខ្ញុំតម្រៀបខុសអីខ្លះយកមកសរសេរដាក់ក្នុងសភៅរួចហើយទៅប្រាប់ខ្មែរដល់ពេលមកប្រាប់ខ្មែរគេថាយើងមើលងាយខ្មែរខ្ញុំថាបើតំណាងជាមិនទទួលយកការពិតទេអត់មានរីកចម្រើនអីទៅរួចទេបន្ទាប់អំពីរឿងអាចជឿខុសខែខុសផលអត់មានទុកចិត្តទៅលើកណ្ដាប់ដៃរបស់ខ្លួនឯងមនុស្សល្អតំណំសសក់អត់បានបំពេញតួនាទីជាមនុស្សល្អដាច់វាយអំពើអាក្រក់ហើយពីហ្នឹងអួតបែរជាអួតកតេកតើបើនៅតាមភូមិហ្នឹងមានខ្សែកបន្តិចហ្នឹងជិះម៉ូតូអាសង់031អីហ្នឹងអត់ជាអាវទេក្បាលពួយស្អុយអាខ្សែកគេធ្លាក់ដល់ចិត្តណាណៃរបស់គេណាខ្ញុំសម្លឹងទៅខ្ញុំឃើញតែធំអាចហួយពាក់ខ្សែកមួយខ្សែឃើញមនុស្សសោះទៅធំអាចបើពួកធំអាចទៅដូចខ្លួនឯងគាត់បើបឹងងាប់ទៅ2ថ្ងៃហើមស្ពុលទៅវាគ្មានតម្លៃអីបន្តិចអួតហ្មងជឿឲ្យជោឲ្យតែគេទៅសៅទៅចឹងអាខឹងពីណាពីណីក៏ដោយឲ្យតែគេនិយាយល្អ
ហ្នឹងតើហើយបើថាខំដាច់ក្បាលដាច់កតុយហ្នឹងថាអញមិនអត់ខ្លួនឲ្យវាទេប៉ុន្តែឲ្យវាមកនិយាយល្អតិចលេចហើយម៉ែយើងចឹងហើយរឿងច្បាំងទៀតសោតគេថាខ្មែរយើងបកាយច្បាំងខ្ញុំមិនដឹងយ៉ាងម៉េចខ្ញុំច្បាំងឲ្យចិត្តតែបាត់ស្រីអត់ដល់ចឹងជាចាញ់រហូតគេថាការពីមុតស្ញាប៉ុន្តែដល់ពេលមកជំនាន់យើងហ្នឹងចាំតែគេគូផែនទីឲ្យទៅយើងចាញ់ទៅអូយស្រួយដល់ហើយការពីបានអាធំហ្នឹងគូផែនទីឲ្យរបស់យើងទឹកទៅខ្ញុំប្រមូលអាចរកខ្សោយហ្នឹងមកដាក់ម្ដុំរួចហើយចាប់ដើមមកបញ្យលខ្មែរឲ្យទទួលយកធំជាងគេបំផុតខ្ញុំឃើញខ្មែរណាអត់ត្រូវក្បាលហ៎ម៉ាអាហ្នឹងពាក្យគេថាខ្ញុំមើលងាយហ្នឹងពេលអញ្ចឹងបងប្អូនចាណាមើលងាយក៏និយាយការពិតនោះអាគេនិយាយថាបងប្អូននេះបងប្អូនមិនមែនលំងទេបងប្អូនឆ្លាតប៉ុន្តែបញ្ហាទាំងអស់ហ្នឹងមកពីអ្នកដឹកនាំអានោះមើលងាយចំតួមកគេថាយើងនឹងលំងហ្នឹងនិយាយអញ្ចឹងឃើញតែខ្ចោលថាវាបោកទេអានោះបានមើលងាយបងប្អូនមើលច្បាស់មើលងាយថាយើងទីបាយស្លោកថាយើងដឹកខ្ចោលអីទេណាប៉ុន្តែការពិតគឺយើងលំងមែនណាបងប្អូនខ្ញុំបងប្អូនដឹងយ៉ាងម៉េចណាកំណើកើតជាមកហ្មងអានៅមិនសុខឈឺឆ្អាលបើខ្ញុំមិនខុសទេខ្ញុំតវ៉ាមិនឈប់ទេកំណើកើតជាមកហ្មងម្ដាយមីងខ្ញុំមានពេលខ្លះគាត់អាយុរៀងស្តៀងខ្ញុំដែរអូនបើរបស់ម៉ែខ្ញុំប៉ុន្តែអាយុគាត់បងខ្ញុំតិចទេលេងតែមួយខ្ញុំហើយដល់ពេលខ្ញុំយល់ថាខ្ញុំត្រូវខ្ញុំបកាយមួយគាត់អត់ឈប់ទេមានពេលខ្លះគាត់អត់ព្រមចាញ់ខ្ញុំគាត់ឈប់ហើយដល់ពេលម៉ែខ្ញុំហៅមកសួរដឹងដៃមីងខ្ញុំគាត់និយាយថាម៉េចទេអាហ្នឹងវារឹងពេកខ្ញុំដឹងថាកន្លែងហ្នឹងវាត្រូវប៉ុន្តែវាមិនព្រមចាញ់ម្ដងសោះចាញ់យ៉ាងម៉េចបងប្អូនទៅត្រូវតែរហូតគាត់ថាឲ្យវាមានចាញ់ខ្លះមើលថាចាញ់យ៉ាងម៉េចបើកន្លែងហ្នឹងត្រូវថាអាហ្នឹងតវ៉ាមែនបើនេះអញ្ចឹងអាហ្នឹងកំណើតមកបងប្អូនខ្ញុំកំណើតគេនិយាយពីបុគ្គលិកលក្ខណៈរបស់អ្នកដឹកនាំទេមិនមែនពុតមនុស្សដែលអត់មានលក្ខណៈជាអ្នកដឹកនាំឲ្យទៅជាមានលក្ខណៈអ្នកដឹកនាំទេបងប្អូនគេគ្រាន់តែធ្វើការកត់សម្គាល់ឧបមាថាមន់ជល់អាចជើងមានជើងគាត់ល្មៀតមិនមែនទៅបដាយអាមន់ជើងតឲ្យទៅជាមន់ជើងល្មៀតទេតែរួចមកប៉ុន្តែគេគ្រាន់តែគូសម្គាល់ថាអាល្មៀតហ្នឹងអានឹងអ្នកដឹកនាំហើយយើងក៏អត់ល្មៀតហើយចង់ទៅជាល្មៀតបានក៏អត់បានចឹងហើយបានរៀនឲ្យទៅជាអ្នកដឹកនាំហ្នឹងមកសាលាគេយកលុយរៀនលីដាស៊ីបហ្នឹងរៀនទៅជាអ្នកដឹកនាំប៉ុន្តែចេញមកវិញជាម្ចាស់គេដែរព្រោះជើងវាអត់ល្មៀតទៅល្មៀតមិនកើតគេគូបញ្ជាក់ពីលក្ខណៈជាអ្នកដឹកនាំវាចេញមកជាអ្នកកាន់សេចក្តីពិតឲ្យ challenge មួយគេមក challenge ហ្នឹងបងប្អូនកុំយល់ច្រឡំជាមួយនឹងមនុស្សរឹងស្អឹងណាអានឹងរឹងស្អឹងមានអ្នកដឹងថាវាខុសហ្នឹងវានៅតែតឹងតែងទៅទៀតណាអាច challenge ហ្នឹងអត់ចឹងទេវាដឹងថាខ្លួនវាត្រូវច្បាស់ទោះបីមនុស្សមកប្រទេសហ្នឹងថាវាមិនត្រូវទេវាធ្វើ challenge ហ្មងឈាមហ្នឹងគេហៅឈាមបដិវត្តឈាមអ្នកបដិវត្តឈាមជាអ្នក challenge វាបុគ្គលិកលក្ខណៈមួយដែលមិនអាចខ្វះបានសម្រាប់អ្នកដឹកនាំជាបុគ្គល challenge ខ្ញុំសង្កេតទៅក្នុងសង្គមខ្មែរក៏អត់មានទៀតហ្នឹងមនុស្សខ្មែរបងប្អូនណាគាត់ដឹងថារឿងហ្នឹងវាត្រឹមត្រូវក៏ដោយប៉ុន្តែគាត់ទៅកន្លែងណាក៏ស្ទាបមើលក៏ហ៊ាននិយាយទេគាត់ថាគេនឹងមានកំណត់ខុសគាត់អត់ challenge ទេបងប្អូនគាត់សង្ងំគាត់ថាកូនគាត់ប្រំតមាត់តអីរកគាត់ត្រូវគាត់កេះទៅផ្ទះវិញណែអាហ្នឹងខ្ញុំចេះតែឆ្ងល់ជីវិតហ្នឹងវាមានន័យមានខ្លឹមសារស្អីបងប្អូនតែបងប្អូនខ្លាចងាប់ពីខ្លាចយ៉ាងហ្នឹងបងប្អូនមានន័យអីមួយថ្ងៃដកដង្ហើមហុយចោលទីបាយលើផែនដីនឹងកាយទីគេដែររស់នៅមានតម្លៃមិនដឹងភាពត្រឹមត្រូវនៅកន្លែងណាសង្ងំធ្វើមិនឲ្យតែបានមានរត់ប្រហុយសម្រាប់ដកដង្ហើមឲ្យស៊ីដេករួមទេអូខេហ្មងតែចឹងវាមានតម្លៃស្អីបងប្អូនវាអត់តម្លៃខ្លួនយើងក៏អត់តម្លៃស្អីដែលជាភាពត្រឹមត្រូវបងប្អូនត្រូវធ្វើ challenge ដើម្បីបង្ហាញភាពត្រឹមត្រូវទៅពិភពលោកព្រោះថាភាពត្រឹមត្រូវវានាំទៅដល់ការរីកចម្រើនភាពត្រឹមត្រូវវាត្រូវតែមានសិលធម៌ក្នុងតែមានសិលធម៌វាគឺជាប្រយោជន៍សាធារណៈឯងបើប្រយោជន៍សាធារណៈមិនមែនប្រយោជន៍យើងផងខ្លាចឯងធ្វើ challenge បងប្អូន challenge ប៉ុន្តែមនុស្សខ្មែរតាំងពីយូរមកហើយអត់មានអត្តចិត្តជាអ្នក challenge ខ្ញុំមកបងប្អូនបើបងប្អូនមើលប្រវត្តិខ្ញុំបន្តិចមិនបាច់មើលពីចម្ងាយមកទេមើលតែខ្លីៗនឹងការខ្ញុំនៅក្នុងគណៈបកសន្តិបងប្អូនខ្ញុំឆ្លោះគេទី1ឆ្លោះរឿងបញ្ហានៅស្រុកខ្មែរដល់ស្រាយតាមរបៀបបាច់គេថាដូរតែអ្នកដឹកនាំខ្ញុំថាអត់ទេដូរប្រព័ន្ធមកតែម្នាក់ឯងគត់តែប្រព័ន្ធក្នុងបាក់ម្នាក់ឯងគត់បន្ទាប់មកទៀតគេប្រមូលរឿងយកដាក់លើខ្ញុំដើម្បីដេញខ្លាចចោលព្រោះយើងប្រឆាំងមួយគេនោះខ្ញុំថាមិនអីទេអាគោលឿនណាបងប្អូនដាក់ពីមុខវាដើរលឿនពេកវាយើងកាប់មុខដាក់ពីក្រោយវាដើរជាន់ជើងយើងសំរងស៊ីគាត់ថាទុកខ្ញុំក្នុងបាក់បញ្ហាវាជាន់ជើងយើងឥឡូវបញ្ចេញវាទៅក្រៅប៉ាក៏មិនសំទេបងប្អូនខ្ញុំឡើងមកនិយាយទៀតខ្ញុំថាទេកាលបើប្រជាប្រដ្ឋខ្មែរមិនអាចយល់សេចក្តីពិតបានចាត់ទុកជាអភ័ព្វរបស់ពូជសាសន៍នេះទៅខ្ញុំគ្មានពុតបដិសេរីទេពីព្រោះខ្ញុំបានធ្វើរួចអស់ហើយខ្ញុំដើរចេញពីរដ្ឋាភិបាលបងប្អូនថាម្នាក់ឯងគត់ក្បាលមួយម្នាក់ឯងគត់ប៉ុន្តែខ្ញុំជឿជាក់ណាស់នៅលើសេចក្តីល្អបងប្អូននេះមិនមែនជាប្រយោជន៍របស់ខ្ញុំទេសម្រាប់ខ្លួនឯងថានេះមិនមែនជាប្រយោជន៍របស់ខ្ញុំទេគឺជាប្រយោជន៍សាធារណៈចុងក្រោយបំផុតណាស់ប្រជាប្រដ្ឋខ្មែរត្រូវតែស្វាគមន៍ពីព្រោះនេះគឺជាផលប្រយោជន៍របស់គាត់មិនមែនជាជ័យជំនះរបស់ខ្ញុំទេប៉ុន្តែគឺជាជ័យជំនះរបស់ជនជាតិខ្មែរអ្នកនយោបាយពិតប្រាកដបងប្អូនត្រូវអោបជាមួយនឹងទស្សនៈវិស័យនៅក្នុងគណៈបកនេះទស្សនៈវិស័យអត់ដូចគ្នាត្រូវចេញទៅវិញបាត់អោបទស្សនៈវិស័យនឹងយកទៅធ្វើប៉ុន្តែបងប្អូនមើលអ្នកនយោបាយស្រុកខ្មែរមែនឲ្យតែបានផលប្រយោជន៍ដល់ខ្លួនវានៅជាមួយនឹងកើតហើយតែវាមិននៅជាមួយនឹងកើតទេវាអាចនឹងទៅចូលគណៈបកមួយដែលវាតែង
សួរខ្លួនឯងទៅអ្នកបកជនណាអត់ទេព្រោះអីការទស្សនៈក្នុងការដោះស្រាយបញ្ហាវាខុសគ្នាដាច់ទៅមុនសិនបាច់អត់ទេគណៈបកសំស៊ីខ្លួនឯងដល់ចូលហើយអត់មានសង្ស័យបងប្អូនត្រូវបង្កើតគណៈបកថ្មីមួយគេថាខ្ញុំគ្រប់គ្នាជាពិសេសគណៈបកសំស៊ីគេថាមាត់សំស៊ីដូចមាត់ទឹកអញ្ចឹងថាអាណាក្បត់ហើយហើយងើបពុកអត់រួចទេឲ្យមើលងួនសឿឲ្យមើលអានេះឲ្យមើលនោះចេញពីគណៈបកសំស៊ីតាសំស៊ីចោលថាក្បត់ហើយងើបពុកអត់រួចទេ4ញាក់ប្រជាធិបតេយ្យល្បីល្បាញនៅស្មារតីគេថាខ្ញុំតទៅគេវិញថាម៉េចទេនិយាយបំពេញការពិតទៅគុំថាល្បីប្រហែលសំស៊ីល្បីប្រហែលព្រះក៏ដោយឲ្យតែហ៊ាននិយាយការពិតទៅចុងក្រោយគង់អត់ថោចាំមើលគង់អត់ថោថាចឹងខ្ញុំបដូរផ្ដាច់ដើម្បីបើកបង្ហាញការពិតនេះបើស្នាជាបងប្អូនមើលប្រវត្តិរបស់ខ្ញុំណាមានពេលខ្លះបងប្អូនទៅវិញណាម្នាក់ឯងបងប្អូនហើយតែមិនមែនមកប្រយោជន៍បងប្អូនផងខ្ញុំកើតមកជាស្អីខ្ញុំដឹងណាបងប្អូនព្រះសម្មាសម្ពុទ្ធលោកមានកំណត់ជាព្រះសម្មាសម្ពុទ្ធអត់មានច្រឡំទេអត់មានសង្ស័យទេតិចសង្ស័យទាំងអញជាព្រះសម្មាសម្ពុទ្ធអត់សង្ស័យខ្ញុំមានកំណត់ជាអីខ្ញុំដឹងខ្ញុំត្រូវទទួលខុសត្រូវយ៉ាងម៉េចចំពោះប្រទេសខ្មែរខ្ញុំដឹងចឹងបានមានពេលខ្លះខ្ញុំឃើញមុខអ្នកខ្លះតាស៊ីដេករួមឆេតតែប៉ុណ្ណាហើយនិយាយតាមនោះនិយាយមិនធ្វើទៅតែខ្លួនគេទៅវាល្អជាងខ្ញុំណាខ្ញុំចេះតែអង្គុយមើលមុខមកទៅអញចង់និយាយណាតែអញនិយាយម៉ាត់ហ្នឹងឯងថាអញគួរទៅប៉ុន្តែអញកំណត់ជាស្អីដឹងពីថាទៅរកមកទៅខ្មែរទៅរកទៅរកទៅកដាលរកទៅឲ្យពីណាបានតែអញទៅខ្ញុំអត់ចង់និយាយពាក្យហ្នឹងបងប្អូនប៉ុន្តែអាឈឺមករៀលទៅទីដេករួមឆេតបងប្អូនណាមនុស្សម្នាក់តែរស់នៅក្នុងសង្គមណាគ្រប់សកម្មភាពរបស់គេវាគឺជាការសម្ដែងតួមួយបងប្អូនសង្កេតមើលមនុស្សម្នាក់ដែលរស់នៅក្នុងសង្គមជីវិតរបស់គេប្រចាំថ្ងៃគឺជាការសម្ដែងតួមួយអ្នកឯងខំប្រឹងនិយាយអវៈពីគេប៉ុន្តែនិយាយការមិនពិតផងអវៈគេនោះប៉ុន្តែវាជាការសម្ដែងមួយអ្នកជុំវិញគេមើលទៅណាគេនិយាយខុសការពិតឧទាហរណ៍ដូចជ្រឹមនិយាយថាខំវាសនាហ្នឹងមិនចេះធေါ်អីគេថាបងមិនក៏បងឯងមិនធေါ်ថាតទៅអីកន្លែងហ្នឹងគេរត់យល់ច្បាស់ហើយឃើញច្បាស់ហើយអញនិយាយធေါ်រាល់ថ្ងៃពីណាដល់បានធម្មតាធំឡើងញាក់ស្អាតហើយបើចុះបើជ្រឹមវាថាគ្នាចេះធေါ်អីវាថានឹងត្រូវឲ្យថោកអញប៉ុន្តែគ្រាន់តែជាការសម្ដែងថាណែសូមទស្សនិកជនទាំងអស់ងាកមកមើលអាជ្រឹមខ្ញុំណាខ្ញុំកាត់គួលគេចឹងខ្ញុំវាសម្ដែងឲ្យឃើញតែតួនឹងវាចឹងវាខំប្រឹងនិយាយឲ្យថោកយើងប៉ុន្តែខោតវាលេងចឹងទស្សនិកជនមើលទៅថាអូយអាជ្រឹមហ្នឹងក៏វាខូចតែវាមិនខោតឲ្យយើងវាថោកឲ្យវាណោះវាចឹងប៉ុន្តែមនុស្សរាល់ថ្ងៃវាភ្លេចតែសកម្មភាពរបស់ខ្លួនហ្នឹងជាតួសម្ដែងមួយដែលអ្នកដទៃត្រូវមើលគ្រប់គ្នាទាំងអស់ក្នុងជីវិតទាំងអស់អ្នកដទៃគេមើលមកយើងចំណែកយើងវិញតែអ្នកមើលគេក៏មើលមកយើងទៀតដូច្នេះសកម្មភាពក្នុងជីវិតខ្លួននៅប្រចាំថ្ងៃរបស់យើងវាគឺជាការសម្ដែងតួមួយគេអ្នកដទៃគេមើលហើយយើងទៅនិយាយខុសការពិតដើម្បីឲ្យអាក្រក់អ្នកដទៃផងឲ្យថោកគេនោះបងប្អូនប៉ុន្តែមិនថោកទេថោកឲ្យខ្លួនឯងដោយគណៈបកសង្គ្រោះជាតិគេនិយាយហ្នឹងខំវាសនាគណៈបកប្រឆោតគណៈបកសម្ដែងមកពីគណៈបកប្រជាជនអាចងគណៈបកប្រជាជនហ្នឹងខ្ញុំថានិយាយផងថោកគេប៉ុន្តែមនុស្សល្អជាគាត់ស្ដាប់គេនិយាយដើរចេញបងប្អូនណារត់អានកើតទៀតណែមើលមកអញចេះកាត់អញចេះមូលចឹងឃើញទេចឹងគេតម្ដៃខ្លួនឯងចឹងអត់ខ្ញុំចេះតែប្រាប់បងប្អូនថាទោះបីក្នុងកលៈទេសៈណាក៏ដោយទោះបីជាក្នុងកលៈទេសៈដែលចិត្តយើងរំជួលឧទាហរណ៍យើងសប្បាយពេកឧទាហរណ៍យើងខឹងពេកសូមរក្សាតម្លៃខ្លួនក្នុងស្ថានភាពនេះនឹងចិត្តយើងរំជួលណាស់ច្រើនតែនិយាយលើកដល់គេពេកក្តៅគេពេកដល់ពេលចឹងនិយាយលើកឧបមាថាគណៈបកយើងគេថោកពេកអូយយើងបានតែជើងស្អីធ្វើមកលៀនឆ្នាំទៀតដល់និយាយលើកលៀនឆ្នាំបងប្អូនចាស់ណានិយាយចង់ចេញទៅบอกគេថោកដូចមិត្តខ្ញុំម្នាក់នៅអូស្ត្រាលីគេនិយាយថាម៉េចគេនិយាយដើម្បីអីដើម្បីបង្ហាញឲ្យឃើញថាគេវាណាស់គេនិយាយថាម៉េចអាគណៈបកហ្នឹងអត់កំណត់ទេអាណាត់ព្រួយហ្នឹងគ្មានលុយឃោសនាទេគេចាច់អស់ហើយគ្មានអាណាគាត់ត្រូវតែគណៈបកហ្នឹងគេមកប្រាប់ខ្ញុំសើចខ្ញុំថានិយាយនឹងប្រហែលគេអត់ហ្នឹងប៉ុន្តែបងប្អូនណាបើមនុស្សចេះវិភាគណាវាមានអន់ខ្ញុំឯណាក៏អន់វាហ្នឹងខ្ញុំវិភាគឲ្យបងប្អូនមើលខ្ញុំមិនជាបញ្ជាបកមិនគាត់ដើម្បីវិជាតផ្នែករឿងរ៉ាវទាំងអស់ក្នុងគណៈបកខ្ញុំដឹងជាងគេមកបកដូចខ្ញុំណាអង្គតែទូរស័ព្ទ012ចឹងអា012ទាំងអស់ឲ្យតាទេចូលមកអាអង្គតែទាំងអស់អាណាខ្សឹបគ្នាអាណាជេរគ្នាអាណាលួចឆ្មាអាគ្នាអាណានិយាយរឿងពីនេះរឿងអីអង្គតែនឹងមកដាក់ទាំងអស់វានៅកណ្ដាលអញប្រធានបកអញទទួលព័ត៌មានរួមទៅចុះរៀននៅអូស្ត្រាលីនោះឧទាហរណ៍ថាវាប្រធានផ្នែករបស់គណៈបកសម្ព័ន្ធនៅអូស្ត្រាលីចុះឧទាហរណ៍ទៅវាដឹងតាមប្រទេសអូស្ត្រាលីនោះវាក្តាប់បានតាមប្រទេសអូស្ត្រាលីដូចដៃមឹកចឹងដៃវាច្រើនហើយវាដៃមឹកមួយឧទាហរណ៍ចុះនៅអាមេរិកនៅកាណាដានៅបារាំងនៅកូរ៉េហើយចុះនៅស្រុកខ្មែរទៀតវាមិនដឹងគេធ្វើខ្លួនគេមិនបានថាអូអញដឹងអស់ហើយចេញទៅក៏មិនថោកទេវាមិនថោកទេថោកខ្លួនឯងខ្ញុំនឹកនឹងចិត្តថាអូលោកហើយមនុស្សវាអត់ដឹងថាខ្លួនវាជាតួសម្ដែងមួយព្រមតែថោកទេប៉ុន្តែអ្នកចេះវិភាគក៏មើលទៅថានេះនិយាយលើសមានខ្ញុំជាអ្នកគ្រប់គ្រងបាក់ខ្ញុំដឹងទាំងអស់តើលុយចូលពីផ្នែកណាមកខ្ញុំដឹងតើអ្នកគ្រប់គ្រងចេញចូលប្រមាណខ្ញុំដឹងជាងគេវានៅអូស្ត្រាលីមិនមែនត្រឹមតែប្រធានសាខាបករបស់គណៈបកសម្ព័ន្ធដើម្បីជាតៃនៅអូស្ត្រាលី
កើតហើយបើនិយាយអួតយ៉ាងនោះនិយាយជន់ជើងខ្លួនឯងអួតយ៉ាងត្រឡប់អ្នកតែមានការវិភាគខ្ពស់ណាខ្ញុំសួរលេងខ្ញុំសួរថាម៉េចដែរហើយពីស្ដាប់អាការនឹងនិយាយទៅថាបងខ្ញុំអត់មានផាំផ្សាយអីតិចខ្ញុំវាអត់ដឹងទេរឿងល្អិតរបស់បងឯងជាមួយនឹងម្នាក់ហ្នឹងប៉ុន្តែខ្ញុំវាយអ៊ូខ្ញុំមើលពីខាងក្រៅទៅនិយាយរបៀបហ្នឹងអាមនុស្សគឺខោក៏បងខ្ញុំជឿសួរបងឯងខ្ញុំទៅសើបងថាយីគាត់មកមែនតើគាត់ដើរចេញឲ្យតម្លៃមនុស្ស10ថ្ងៃអាជីរឹម10ថ្ងៃពួកនឹង10ថ្ងៃខំដាក់បថោអោបយើងទៅព្រះសម្មាសម្ពុទ្ធលោកមុនដើរទៅពួកនឹងចង់បថោព្រះសម្មាសម្ពុទ្ធទៅចំទឹកគូតជេព្រះសម្មាសម្ពុទ្ធទៅល្បិចទៅមកបថោព្រះសម្មាសម្ពុទ្ធតម្លៃពិតប្រាកដព្រះគឺជាតម្លៃនៃការងារឲ្យបុគ្គលនឹងប្រព្រឹត្តព្រះសម្មាសម្ពុទ្ធលោកប្រព្រឹត្តអីជាតម្លៃរបស់លោកអាចឲ្យចំទឹកគូតជេគេនោះអានោះវាជាតម្លៃរបស់វាដែរពួកការងារវាចំចាំបានខ្ញុំនិយាយប្រាប់អូនថាទោះបីជាអូនរំជួលចិត្តឬស្អប់គេយ៉ាងណាក៏ដោយសូមរក្សាលោកនឹងទៅចិត្តនិយាយឲ្យបានស្មើបើគេខុសសំណាឲ្យថាខុសសំនឹងកុំឲ្យនិយាយលើកពីព្រោះមិនមែនជាតម្លៃរបស់គេទេប៉ុន្តែជាតម្លៃរបស់ខ្លួនឯងកុំនិយាយលើកតែខ្ញុំនិយាយទៅកាន់អាម្នាក់វិញទៅអូស្ត្រាលីថាម៉េចទេខ្ញុំថាខ្ញុំណាពេលលើគេនិយាយចឹងតិចថាខ្ញុំរំជួលចិត្តអស់គេរួចហើយនិយាយឲ្យលើកខ្ញុំសង្កេតមើលមនុស្សនឹងយូរហើយតែគាត់ខ្ញុំអត់និយាយខ្ញុំថាឡើយចង់អញនិយាយតអញថាមុខឯងនេះណាដល់ពេលនិយាយវាខំឲ្យគេអន់ហើយខ្លួនឯងអត់ច្បាស់ព័ត៌មានអញនៅជាប្រធានបបាក់ឯណាអញច្បាស់ព័ត៌មានអញមិនជំនួសគាត់និយាយផងអាឯងនោះនៅអូស្ត្រាលីអត់ដឹងខ្យល់ឡើយផងទៀមនិយាយធ្វើដោយខ្លួនឯងនឹងដឹងព័ត៌មានពិតមនុស្សដែលបង្ហាញពីទៀមជាអ្នកចេះទាំងឡាយសត្វតាមលឹងល្ងងថាឯងចឹងព្រោះតែអញ្ចឹងតើបើទៅធ្វើវិជ្ជាគេនៅអូស្ត្រាលីនឹងហើយមើលអញមើលតាំងពីនៅរៀនជាមួយឯងស្គាល់ហើយទោះបីអញអត់អញក្លៀនអញចាំមន់ចាំទីអញតែទៅទីឈ្មោះណាទេមុខឯងនេះណាអញនិយាយកុំឈឺណាមែនណាអញស្គាល់គ្នាពុន10 20ឆ្នាំហើយអញតែឃើញឯងវារួចផុតពីកិច្ចការគេទៅដល់អូស្ត្រាលីទៅធ្វើកិច្ចការគេទៅមើលស្បែកមើលទៅដល់អូស្ត្រាលីស្បែកចាញ់អញមកអញអីទៅធ្វើការកន្លែងពុលកន្លែងគេផលិតជ័រវាពុលណាជ័រហ្នឹងប៉ុន្តែឯងចង់បានលុយច្រើនពីព្រោះបញ្ញាឯងហ្នឹងវាអត់មានអីក្រៅពីទីឈ្មោះគេទេបើទីឈ្មោះគេមិនបានលុយបើចង់បានលុយច្រើនតបតងព្រោះស្នាក់ចង់ហើយអញនិយាយហ្នឹងមិននិយាយតែថ្ងៃហ្នឹងទេណាអញនិយាយទាយឲ្យឯងទៅមុខទៀតអាមុខឯងហ្នឹងវាអត់មានកណ្ដាលរួចពីកិច្ចការគេទេថាអញអត់ទឹកថាអញរំជួលចិត្តរួយអញនិយាយលើអញនិយាយលើនឹងជាតម្លៃរបស់អញនិយាយទេអញនិយាយពិតហ្មងពីព្រោះអញមើលឃើញអញវាអួតវាអាងអត់គិតតែខ្លួនឯងណាគេថាមកជាពាក្យទៀលរបស់អ្នកប្រាជ្ញតែមួយម៉ាត់ទេបងប្អូនមានតម្លៃជាពាក្យទៀលពាក្យគេបចោលពាក្យបលើករបស់អាមនុស្សខូចទឹកវារត់លៀនអ្នកប្រាជ្ញគេរក្សាតម្លៃរបស់ខ្លួនគេមិននិយាយទេតែនិយាយក៏ពិតទេបងប្អូនចឹងអត់ពាក្យតេះទៀលឬលើកសរសើររបស់អ្នកប្រាជ្ញមួយម៉ាត់តែមានតម្លៃបើគេថាឲ្យយើងហើយសូមគិតតែមែនទេព្រោះអ្នកប្រាជ្ញមិននិយាយថាឲ្យទេពីព្រោះថាលើកបងប្អូនវាខូចតម្លៃខ្លួនឯងមកហើយដួងចិត្តរបស់អ្នកប្រាជ្ញមិនគិតទៀតហើយគិតថាបើអញនិយាយលើទៅខូចតម្លៃអញអត់ទេអ្នកប្រាជ្ញទាំងឡាយដែលមានដួងចិត្តទៅកាត់ទៀតមិនគិតអត់ទេប៉ុន្តែពួកគេខំប្រឹងគុំគ្នាជន់ស្ពាលមកច្រើនដើម្បីវាយបកមកយើងគេថាគេមានចំនួនច្រើនតម្លៃពិតប្រាកដគឺជាតម្លៃនៃការងាររបស់យើងមិនតម្លៃដែលគេឲ្យទេខ្ញុំមកបងប្អូនក៏ច្បាស់កន្លែងហ្នឹងបានខ្ញុំកាន់ទងជ័យដើរមកគេទៅ challenge គេនិយាយថាមកយើងខំវាសនាជាបង្រៀនឲ្យមនុស្សចេះជេរខ្ញុំថាជេរគាត់ខុសទេវាខុសគាត់ថាតើជេរណាបើជេរមនុស្សមិនគួរជេរអានឹងខុសហើយមិនឲ្យតែជេរដឹងតែខុសទេណាបើមនុស្សដែលយើងគួរជេរហើយថាយើងមិនជេរអានឹងខុសទៀតតើទៅឃើញអានឹងវាសំតែដាក់ក្បាលវាមកដុំថ្មយើងមើលយើងថាអូអាមួយនឹងឃើញអញ្ចឹងអាមួយនោះឃើញមុខតែដាក់ក្បាលមកដុំថ្មព្រោះសំណាចាំតែយើងទៅមុខទៅអាមួយនឹងដើរមកទាន់យើងហើយយើងដាក់ក្បាលវាមកដុំថ្មដែរមិនអត់ដាក់ផងជុំអាលបយោហើយធ្វើរឿងអត់ចំទៅសំតែដាក់មិនគេអត់ដាក់នេះកន្លែងហ្នឹងដាក់មកដុំថ្មចំក្បាលបកគលដែលគួរដាក់អានឹងជាអំពើល្អឡើងតាមទួដែលគេចាប់យើងដាក់បើពុតគួរណាបងប្អូនតែទៀលបកគលដែលគួរតែទៀលឡើងតាមទួដែលគេចាប់យើងដាក់សរសើរបកគលដែលគួរសរសើរឡើងតាមទួដែលគេចាប់យើងដាក់តែទៀលបកគលដែលគួរគោរពចុកនរកដោយគេចាក់ពីក្រោយសរសើរបកគលដែលគួរតែទៀលចុកនរកដោយគេចាក់ពីក្រោយសពថ្ងៃទូរទស្សន៍វាខំប្រឹងចំតើចំតោសរសើរបកគលដែលមិនគួរសរសើរខុសទៀតមកទុកខ្ញុំនិយាយលេងតែប្រពុតលោកឆ្អើមដែរណាបានលោកដាក់ជាកតេមកបែបជំនាន់ប្រពុតនឹងវាមានអាមនុស្សទៅអង្គុយសរសើរបកគលដែលមិនគួរសរសើរអញ្ចឹងបានប្រពុតលើកជាកតេបែបប្រពុតឆ្អើមដែរណាសរសើរបកគលដែលមិនគួរសរសើរគេចុកមកគេសត្វតាពាក់ឲ្យធំជីឡានធំមកហើយសត្វតាទីសត្វតាសម្ដេចទីសម្ដេចនោះតែគេអង្គុយក្នុងទូគេសរសើរខុសរឿងបងប្អូនចុកទៅរកដូចគេចាក់ក្រោយចង់និយាយថាម៉េចចង់និយាយថាវាថោកទៀតណាបងប្អូនថាថោកទៀតណាតម្លៃពិតប្រាកដរបស់មនុស្សម្នាក់លើតម្លៃនៃការងារដែលយើងប្រព្រឹត្តដល់ខ្ញុំច្បាស់អញ្ចឹងបងប្អូនបានខ្ញុំកាន់ទងជ័យដាច់វាយអំពើក្រក់ពេញសង្គមគេនិយាយថាម៉េចរឿងរបស់គេសោះយើងតាមរឿងយករឿងមកដាក់អីខ្លួនណែអញកំពុងតែប្រឆាំងមួយកំណត់នឹងផងឥឡូវមកហៅអញធ្វើតាមកំណត់វានោះកំណត់ឈួតនោះអញប្រឆាំង
តខ្មៅខ្មៅហាត់ឲ្យបានជាយើងត្រូវដូចចឹងបងប្អូនតែក្នុងសង្គមយើងអាកម្រងសម្រួលមួយធ្វើប្រកយូរដល់ពេលអញ្ចឹងយើងមិនត្រូវឲ្យសញ្ញាច្បាស់ថាអត់ទេក្នុងសង្គមយើងគឺអត់ទេថាវាមាត់មកបងប្អូនរឹងមកសញ្ញាមិនចុកចាញ់អំពើអាក្រក់មកជីវិតឲ្យមានតម្លៃគឺកាន់ជាប់នៅសេចក្តីល្អបើគ្រាន់តែរស់ប៉ុន្តែសេចក្តីល្អស្លាប់បាត់ទៅហើយជីវិតបែបនោះណាជាសោកនាដកម្មនៃសង្គមនោះជីវិតនៅរស់ប្រព្រឹត្តបំពេញតែសេចក្តីល្អចុកចាញ់គេបានហើយសោកនាដកម្មធំណាស់នៃជីវិតពួកយើងយល់ពីតម្លៃនៃជីវិតចឹងបានយើងកាន់ទង់ជ័យបងប្អូនណាបើកំចាត់អំពើអាក្រក់ទាំងឡាយដោយឯងទៅលើមូលដ្ឋានពិចារណាហេតុផលតែយើងច្បាស់ហើយយើងត្រូវធ្វើឆលឹងជាមួយនឹងអ្នកដទៃទៀតកុំខ្លាចហើយបងប្អូនត្រូវយល់ឲ្យច្បាស់ណាពីលក្ខណៈរបស់ជនបដិវត្តជាជនឆលឹងតែវាខុសពីលក្ខណៈរបស់ជនរឹងស្អឹងអាមនុស្សតែចេះរឹងរូបនេះបងប្អូនដឹងថាងាប់ហើយវាទៅទៅដូចតាខ្លះគាត់ថាគាត់ស្គាល់បើកូនហៅឲ្យសាប្រយោអត់បើតាកូនតែបាត់លួចតាគាត់កូនវាមកវាញឹមតែពេលសួរទៅប៉ាគាត់ទៅអូអាចទេគាត់បាត់កាប់ចង់យល់ហ្នឹងគាត់ខ្លាចអត់មនុស្សញាក់ខ្លួនឯងមនុស្សខ្លាំងណាបងប្អូនញាក់ខ្លួនឯងដឹងថានឹងជាអំពើអាក្រក់ខ្លួនបានយល់តែតាកូនជួយប៉ុណ្ណឹងហើយរឿងដែលត្រូវចាច់ប្រត់ឲ្យស្រួលទៅទៀតនោះវាទៅស្ទុយណាបងប្អូនរកកន្លែងចាច់ស្ទុយអត់ស្គាល់ទៅជីវិតរឿងដែលត្រូវចាច់ស្ទុយថាវ៉ាអើយវ៉ាកូនឯងកូនទៅអរគុណកូនឯងទឹកនិយាយថាម៉េចរឹងតែទឹកមានអ្នករឹងរូបយ៉ាងនេះឲ្យកូននៅតែចោលឲ្យចិត្តកូនឯងល្អកូនអញ្ចឹងមិនកូននៅជួបតែផ្ទះមិនទេបងប្អូនវាមិនចាច់តាមផ្លូវហ្នឹងមិនទៅធ្វើខ្លួនឯងគាត់បើទៅវិញគាត់បើអត់ណាវាអាចទេអញគិតថាទៅបើចោលហើយអាខ្លាំងយកនេះតាខ្លួនគាត់ហ្នឹងលំដិតតែសឹងបងប្អូនអាចលំដិតតែសឹងប៉ុន្តែនេះគឺជាសេចក្តីពិតរបស់ប្រទេសយើងបើយើងគ្រាន់តែបន្ទោសបញ្ហារួចហើយយើងអត់រកដោះស្រាយបញ្ហាទេបញ្ហាវានៅតែបញ្ហាសរុបមកវិញអ្វីដែលយើងកំពុងតែធ្វើនេះគឺជាដំណើរឆ្ពោះទៅរកការដោះស្រាយបញ្ហាហើយអ្នកខ្លះគេនិយាយថាយើងបានតែនិយាយការនិយាយរបស់យើងជាការបង្រៀនឲ្យប្រជាពលរដ្ឋមានមូលដ្ឋានក្នុងការពិចារណាដើម្បីយកកម្លាំងសរុបរបស់ប្រជាពលរដ្ឋទៅកសាងសង្គមជាតិរបស់យើងគេថាយើងបានតែនិយាយគេថាចោះប៉ុន្តែយើងដឹងខ្លួនយើងយ៉ាងច្បាស់ថានេះគឺជាសកម្មភាពការងាររបស់ពួកយើងហើយខ្ញុំសូមអភ័យទោសមានចំនួនច្រើនខ្លះដែរប៉ុន្តែដោយសារពេលវេលារបស់យើងថ្ងៃហើយខ្ញុំមិនបានឆ្លើយនឹងចំនួនទាំងអស់ទេខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំត្រឹមតែប៉ុណ្ណេះសូមអរគុណ